ទៅកន្លែងទាំង10នេះប្រសិនបើអ្នកមិនចង់ជួបគ្រោះថ្នាក់តោះបើសិនជាចង់ដឹងថាទីកន្លែងទាំង10នោះនៅណាខ្លះអាចមកស្ដាប់វីដេអូនេះទាំងអស់គ្នាទី10ភ្នំអេវរ៉េសនេប៉ាល់តំបន់មរណៈដែលមានកម្ពស់លើសពី 8000 ម៉ែត្រគ្រោះថ្នាក់នៅទីនេះមិនមែនជាការធ្លាក់ពីលើភ្នំទេប៉ុន្តែជាការខ្វះអុកស៊ីសែននិងត្រជាក់ខ្លាំងដែលធ្វើឲ្យយើងអាចកកបាននៅតាមបណ្ដោយផ្លូវឡើងភ្នំទី9វាលខ្សាច់ដាណាខៀលអេស្តូពីជាកន្លែងមួយដែលក្តៅបំផុតនៅលើផែនដីសីតុណ្ហភាពតែងតែលើសពី50អង្សាសេដែលស្មើនឹង122ដឺក្រេតំបន់នេះមានជាតិក្តៅដោយសាររណ្ដៅស្ពាន់ធរភ្លើងសកម្មនិងហានិភ័យនៃការចាប់ចម្រិតទី8អូយីមយ៉ាកុនរុស្ស៊ីជាកន្លែងដែលមានមនុស្សរស់នៅអចិន្ត្រៃយ៍ប្រចាំបំផុតនៅលើផែនដីសីតុណ្ហភាពធ្លាក់ចុះក្រោមដក50អង្សាសេដែលស្មើនឹងដក58ដឺក្រេទូរស័ព្ទចល័តមិនដំណើរការសូម្បីតែរោមភ្នែករបស់យើងក៏វាធ្វើឲ្យកកហើយគ្រាន់តែចេញពីផ្ទះក៏អាចជាហានិភ័យស្លាប់ដែរទី7 Death Valley សហរដ្ឋអាមេរិកល្បីល្បាញដោយសារកម្ដៅខ្លាំងដែលបានឆក់យកជីវិតមនុស្សជាច្រើនដីបញ្ចេញកម្ដៅបណ្ដាលឲ្យក្ដៅខ្លាំងនិងខ្សោះជាតិទឹកយ៉ាងឆាប់រហ័សទី6កោះពស់ Ilha de Guimada Grandeប្រេស៊ីលត្រូវបានហាមឃាត់ដោយកងទ័ពជើងទឹកប្រេស៊ីលកោះនេះជាកន្លែងរស់នៅផ្ដាច់មុខរបស់ពស់ Golden Landhead Vapor ដែលមានដងស៊ីតេប៉ាន់ស្មានថាមានពស់មួយក្បាលក្នុង1ម៉ែត្រការ៉េក្នុងតំបន់មួយចំនួនពូជរបស់វាខ្លាំងរហូតដល់អាចរលាយសាច់មនុស្សបានទី5ឆ្នេរសូម៉ាលីហានិភ័យខ្ពស់នៃការភេរវកម្មនិងអំពើចោរសមុទ្រទោះបីជាមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក៏ដោយដែនសមុទ្រនេះនៅតែគ្មានច្បាប់ដែលធ្វើឲ្យវាមានគ្រោះថ្នាក់ខ្លាំងសម្រាប់កប៉ាល់ទំនិញធំៗនិងអ្នកធ្វើដំណើរដែលគ្មានការអនុញ្ញាតទី4 Acapulco Mexico តំបន់នេះធ្លាប់ជាទីក្រុងរមណីយដ្ឋានដ៏ទាក់ទាញប៉ុន្តែឥឡូវនេះវាត្រូវបានជាប់ចំណាត់ថ្នាក់ជាទីក្រុងដ៏ឃោរឃៅបំផុតនៅក្នុងពិភពលោកដោយសារវត្តមាននិងចំនួនរវាងក្រុមជួញដូរគ្រឿងញៀន Cartel ភ្ញៀវទេសចរប្រឈមមុខនឹងហានិភ័យខ្ពស់នៃការប្លន់ប្រដាប់អាវុធនិងឧក្រិដ្ឋកម្មហិង្សាផ្សេងទៀតចឹងបងប្អូនខ្លះបានស្គាល់ហើយក្រុមជួញដូរគ្រឿងញៀន Cartel នៅប្រទេសមេស៊ីកូពួកហ្នឹងគឺសាហាវឃោរឃៅមែនតើហ្មងសូម្បីតែប៉ូលីសក៏អាចបង្ក្រាបពួកវាបានដែរប៉ូលីសនៅតំបន់ខ្លះក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកហ្នឹងដែរទី3សូដង់ខាងត្បូងជាប្រទេសដែលថ្មីបំផុតនៅក្នុងពិភពលោកត្រូវបានញោមញីដោយចំនួនស៊ីវិលដែលកំពុងបន្តកម្រិតនិងអំពើហិង្សាខ្លាំងនិងហេដ្ឋារចនាសម្ព័ន្ធមានកំណត់យ៉ាងធ្ងន់ធ្ងរដែលនាំឲ្យមានវិបត្តិមនុស្សធម៌និងការទទួលបានជំនួយតិចតួចបំផុតទី2ប្រទេសស៊ីរីចាប់តាំងពីឆ្នាំ2011មកប្រទេសនេះត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលដែលធ្វើឲ្យបរិស្ថានទាំងមូលមិនអាចទីទុកជាមុនបាននិងមានគ្រោះថ្នាក់ខ្លាំងដោយសារចំនួនដែលកំពុងបន្តអាវុធគីមីនិងស្ថានភាពមនុស្សធម៌ដ៏អាក្រក់បំផុតទី1អាហ្វហ្គានីស្ថានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលគ្រោះថ្នាក់បំផុតដោយសារហានិភ័យធ្ងន់ធ្ងរពីការភេរវកម្មចំនួនការចាប់ចម្រិតនិងការវាយប្រហារដែលកំណត់គោលដៅលើជនជាតិបរទេសនិងប្រជាជនក្នុងស្រុកអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាគិតមិនដែរចំពោះកន្លែងទាំង10ហ្នឹងតើអ្នកទាំងអស់គ្នាគិតថាកន្លែងណាដែលគ្រោះថ្នាក់ជាងគេអាចខមមិនក្នុងវីដេអូហ្នឹងបាន